បាទសូមគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលជាពិសេសសិស្សសានុសិស្សជាទីស្រឡាញ់រាប់អានព្រះវិហារកណ្ដាលយើងខ្ញុំដែលមានទីតាំងនៅភូមិតពាំងកសាំងបាទនៅទីនេះយើងមានសាលាមួយដែលយើងបង្កើតនៅក្នុងព្រះវិហារគឺជាសាលាបេសកកម្មរបស់យើងហើយនៅទីនេះយើងមានបង្រៀនភាសាចិនហើយនឹងបង្រៀនភាសាអង់គ្លេសនិងបង្រៀនតន្ត្រីកុំព្យូទ័រអីសម្រាប់សិស្សសានុសិស្សហើយនៅទីនេះយើងកំពុងតែបង្វឹកបង្វើនកុមារឬក៏យុវជនឲ្យគាត់អាចនៅក្នុងការដែលមានឱកាសនៅក្នុងការដែលមានចំណេះជំនាញនៅក្នុងការដែលប្រើប្រាស់នៅភាសាចិនអញ្ចឹងអរលោកស្រីអ្នកកញ្ញាក៏ដូចជាឪពុកម្ដាយបងប្អូនជាពិសេសកុមារាកុមារីដែលមានបំណងចង់រៀនជាពិសេសជូនចំពោះឪពុកម្ដាយឬក៏ជាអាណាព្យាបាលតែម្ដងពីព្រោះអីឪពុកម្ដាយនិងអាណាព្យាបាលគឺជាម្នាក់នៅក្នុងការដែលជួយជំរុញនិងយកចិត្តទុកដាក់ចំពោះកូនរបស់លោកអ្នកគុំទុកពេលវេលាឬក៏កូនរបស់លោកអ្នកនៅក្នុងការដែលឲ្យគាត់គិតតែពីលេងហើយមិនបានរៀបចំនៅក្នុងការដែលឲ្យគាត់អាចនៅក្នុងការដែលទន្ទិញឬក៏រៀនឬក៏បង្កើតនូវចំណេះដឹងដល់ពួកគាត់ព្រះវិហារគឺយើងមានការបង្រៀនភាសាចិនសម្រាប់ពួកគាត់ភាសាអង់គ្លេសក៏ដូចជាជំនាញខាងឧបករណ៍ភ្លេង piano ស្គរ guitar គឺយើងមានហើយយើងសង្ឃឹមថាសាលាបេសកកម្មនៅទីនេះនឹងគ្រោងនឹងបើកវាកាន់តែធំឡើងយើងអាចនៅក្នុងការជួយដល់សហគមន៍ពីព្រោះយើងបើកនេះមិនមែនក្នុងគោលបំណងដើម្បីនឹងរកប្រាក់ចំណេញនោះទេប៉ុន្តែក្នុងគោលបំណងដើម្បីលើកស្ទួយទៅដល់ប្រជាជាតិប្រជាជនក៏ដូចជាសហគមន៍ក៏ដូចជាធនធានបង្កើតធនធានសម្រាប់ប្រទេសកម្ពុជារបស់យើងហើយជាពិសេសដើម្បីនៅក្នុងការកាត់បន្ថយនៅរាល់ការចំណាយផ្សេងរបស់ឪពុកម្ដាយសូមអាណាព្យាបាលលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសានុសិស្សទាំងអស់ដែលកំពុងតែសិក្សារៀនសូត្រឬក៏កំពុងតែនៅជិតជាមួយនឹងព្រះវិហារកណ្ដាលដែលមានទីតាំងនៅភូមិតពាំងកសាំងឃុំបៃចានស្រុកអង្គស្នួលខេត្តកណ្ដាលនេះចាប់ផ្ដើមកុំទុកពេលវេលារបស់យើងចោលពេលវេលារបស់យើងគឺពីមួយថ្ងៃទៅមួយថ្ងៃគឺកន្លងផុតទៅលឿនណាស់ដូច្នេះយើងដែលជាអាណាព្យាបាលសូមកុំភ្លេចនៅក្នុងការដែលរៀបចំទុកដាក់កូនរបស់យើងដើម្បីឲ្យគាត់អាចនៅក្នុងការដែលមានចំណេះជំនាញនៅក្នុងការដែលគាត់អាចប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់នៅពេលដែលគាត់ធំឡើងពីព្រោះអីពេលវេលាគឺយើងមិនអាចនៅក្នុងការដែលមើលថែគាត់បានរហូតទេអញ្ចឹងមានតែចំណេះហើយជំនាញសម្រាប់ដាក់នៅក្នុងខ្លួនរបស់ពួកគាត់ម្នាក់ហើយព្រះវិហារកណ្ដាលយើងក៏មានបើកបង្កើតឡើងគឺផ្នែកភាសាយើងក៏បង្កើតសាលា part time គឺសាលាបេសកកម្មនៅទីនេះយើងចង់ឃើញសាលារបស់យើងគឺឲ្យសិស្សសានុសិស្សគាត់ចេះជំនាញភាសាចិនភាសាអង់គ្លេសឧបករណ៍ភ្លេងទៅដល់យុវជនដែលជាសសរទ្រូងសម្រាប់ប្រទេសជាតិនិងគ្រួសាររបស់ពួកគេយើងមានគោលដៅរបស់យើងគឺយើងនឹងបង្កើតឲ្យសិស្សសានុសិស្សនៅទីនេះគឺគាត់មានអីគេមានសិលធម៌ល្អនៅក្នុងការដែលនិយាយមានចំណេះដឹងល្អហើយគាត់នឹងក្លាយទៅជាធនធានដ៏ល្អសម្រាប់សហគមន៍និងគ្រួសាររបស់ពួកគាត់ដូច្នេះសូមបានឲ្យគាត់ដែលជាកូនរបស់អស់លោកអ្នកបងប្អូនអាចនៅក្នុងការដែលរៀនមួយថ្ងៃ1ម៉ោង2ម៉ោងកុំទុកគាត់ចោលកុំទុកគាត់ឲ្យរត់លេងចោលឲ្យគាត់ទន្ទិញឲ្យគាត់វឹកហាត់សរសេរដើម្បីរីកចម្រើនសូមអរគុណ